កណាបមនុស្សបាត់បង់នៅព្រំវិហារធម៌ទាំង4ហើយពិភពលោកទាំងមូលនឹងកលបចាក់ថ្ងៃនេះខ្ញុំគណៈខ្ញុំបាទសូមធ្វើការសាកល្បងកត់សម្គាល់ទៅលើបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដំបូងនេះគឺសូមធ្វើការកត់សម្គាល់ទៅលើលក្ខណៈទូទៅនៃបុណ្យចូលឆ្នាំថ្មីមែនតើទៅបុណ្យចូលឆ្នាំថ្មីគឺគ្រប់ជាតិសាសនាក៏គេមានបុណ្យនេះផងដែរហើយយើងអាចចែកទៅលើការរៀបចំបុណ្យចូលឆ្នាំថ្មីនេះគឺជា3ផ្នែកសំខាន់ធំទី1យើងអាចមើលឃើញទៅលើការរៀបចំបុណ្យលក្ខណៈសកលដែលយើងហៅថាជាបុណ្យចូលឆ្នាំសកលគឺនៅថ្ងៃទី1មករាគឺជាការឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីដែលយើងបានដឹងឮគ្រប់គ្នាមកហើយក្នុងនោះក៏កម្ពុជាយើងបានរៀបចំបុណ្យចូលឆ្នាំសកលនេះផងដែរទី2យើងធ្វើការកត់សម្គាល់ទៅលើបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិនយុទ្ធជាតិចិនយុទ្ធជាតិវៀតណាមហើយខ្មែរយើងក៏ជាប់ខ្សែស្រឡាយនៃជាតិសាសន៍ទាំងពីរនេះក៏មានការរៀបចំបុណ្យនេះផងដែរហើយទី3គឺជាលក្ខណៈពិសេសមួយគឺសម្រាប់ប្រជាជាតិខ្មែរយើងតែម្ដងគឺបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរយើងតែម្ដងហើយនៅក្នុងរឿងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងនេះយើងឃើញរឿងដែលពាក់ព័ន្ធលើបុណ្យចូលឆ្នាំនេះគឺកបិលមហាព្រហ្មហើយនិងធម្មបាលមានុបអ្វីដែលខ្ញុំកណាខ្ញុំបាទចង់ធ្វើការកត់សម្គាល់គឺរឿងរ៉ាវនេះបញ្ជាក់អំពីកបិលមហាព្រហ្មហើយនិងធម្មបាលមានុបអញ្ចឹងយើងអាចលើកជាសំណួរសួរថាហេតុអីបានជារឿងពាក់ព័ន្ធនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងពាក់ព័ន្ធនឹងរឿងទេវៈហើយនិងមនុស្សគឺកបិលមហាព្រហ្មគឺជាទេវតាហើយនឹងធម្មបាលមានុបយើងពិចារណាទៅលើពាក្យនឹងទាំងអស់គ្នាពីព្រោះយើងអាចកត់សម្គាល់ទៅលើលើសពីអ្វីដែលជាសំណេរនៅក្នុងរឿងពាក់ព័ន្ធទៅលើរឿងបុណ្យចូលឆ្នាំថ្មីនេះសម្រាប់ខ្ញុំកណាខ្ញុំបាទខ្ញុំមើលកណាខ្ញុំកណាខ្ញុំបាទកត់សម្គាល់ថាកបិលមហាព្រហ្មយើងអាចសម្ដៅទៅលើរឿងគុណធម៌រឿងព្រហ្មវិហារធម៌ទាំង4ហ្នឹងកណាបើមនុស្សបាត់បង់នៅព្រហ្មវិហារធម៌ទាំង4ហើយពិភពលោកទាំងមូលនឹងកលបចាស់ជាក់ស្ដែងក៏វាសង្កត់ភាពគ្នានឹងរឿងនេះជាមួយនឹងរឿងរបស់កបិលមហាព្រហ្មកណាបោះទៅសមុទ្រមានការរីងសមុទ្របោះទៅលើมันមានភ្លៀងมันមានផ្គរជាដើមអានេះវាបញ្ជាក់អំពីមហន្តរាយមួយដែលកើតចេញមកអំពីមនុស្សមិនគោរពបដិបត្តិទៅតាមព្រហ្មវិហារធម៌ទាំង4ហើយព្រហ្មវិហារធម៌ទាំង4នេះគឺមានសកម្មភាព4យ៉ាងសំខាន់នោះគឺទី1គឺការស្រឡាញ់រាប់អានគ្នាមិនមានការរើសអើងជាតិសាសន៍ដែលនៅក្នុងពាក្យពុទ្ធសាសនាហៅថាមេត្តាទី2គឺមានការអាណិតអាសូរចំពោះជាតិសាសន៍ដទៃទៀតរាប់ទាំងជាតិសាសន៍ផងខ្លួនដែរហ្នឹងបើសិនតែជួបនៅមហន្តរាយផ្សេងក៏ទុក្ខលំបាកផ្សេងគឺមានករុណាទី3គឺមានការសប្បាយត្រេកអររីករាយនឹងវឌ្ឍនភាពក៏ដូចជាសប្បាយត្រេកអររីករាយនឹងអ្វីដែលប្រទេសឬក៏មនុស្សម្នាក់ទទួលបាននៅសមិទ្ធផលថ្មីហើយទី4គឺជារឿងសំខាន់អាចរាប់ចូលក្នុងបញ្ញាគឺឧបេក្ខាយើងអាចនិយាយបានច្រើនទី1យើងអាចនិយាយថាចូលទៅតាមដានទ្រព្យនិតសកម្មភាពដែលយើងបានធ្វើពីទី1ដល់ទី3មួយបែបទៀតក៏យើងអាចនិយាយបានថាពាក្យថាឧបេក្ខាហ្នឹងគឺយើងឈរអព្យាក្រឹតអាចថាជាអព្យាកតៈកណ្ដាលមួយมันបញ្ញត្តិធ្វើការវិនិច្ឆ័យច្បាស់លាស់ទេมันបញ្ញត្តិធ្វើការវិនិច្ឆ័យទេបើសិនជារឿងនោះយើងមិនបានធ្វើការសិក្សាត្រាវជ្រាវឲ្យបានគត់មុតអានេះគឺសម្រាប់ព្រហ្មវិហារធម៌មួយទៀតយើងមើលទៅលើធម្មបាលមានុបហើយធម្មបាលមានុបហ្នឹងគឺជាមនុស្សធម្មតាប៉ុន្តែអ្វីដែលសំខាន់យើងទាំងអស់គ្នាគួរធ្វើការចាប់អារម្មណ៍នោះគឺធម្មបាលធម្មៈបូកនឹងបាលៈមានន័យថាអ្នករសានៅធម៌ឬក៏យើងអាចនិយាយបានថាជាអ្នកបដិបត្តិនៅធម៌ហ្នឹងយើងនិយាយតាមនៃសាសនាហើយបើយើងនិយាយមួយបែបទៀតយើងអាចនិយាយបានថាធម្មបាលមាននោះគឺជាអ្នកគោរពជាអ្នកប្រណិប័តទំនៀមទម្លាប់ប្រពៃណីគោរពប្រណិប័តទៅលើច្បាប់
គោលការណ៍ណែនាំលិខិតបទដ្ឋានកតញ្ញុផ្សេងអាហ្នឹងគឺយើងអាចហៅថាជាធម្មបាលមានុបឬក៏ជាធម្មបាលបុរសឬក៏ជាធម្មបាលបុគ្គលមានន័យថាអ្នកគោរពអ្នកបដិបត្តិនៅច្បាប់លិខិតបទដ្ឋានគោលការណ៍ណែនាំរបស់ប្រទេសក៏ដូចជាអ្នកគោរពបដិបត្តិថែរក្សាទំនៀមទម្លាប់ប្រពៃណីដូនតាអានេះសម្រាប់ការកត់សម្គាល់របស់ខ្ញុំកណាខ្ញុំបាទអញ្ចឹងបើកាលណាមនុស្សរក្សាបាននៅព្រហ្មវិហារធម៌ល្អមានមេត្តាករុណាមុទិតាឧបេក្ខានឹងធ្វើឲ្យពិភពលោកទាំងមូលមានភាពស្រស់បំព្រងក៏ដូចជាជីវិតបុគ្គលឯកជនជាអ្នកគោរពបដិបត្តិហ្នឹងក៏មានជីវិតស្រស់បំព្រងល្អមានន័យថាមានសុភមង្គលហើយដើម្បីឲ្យមានសុភមង្គលបានវាទាល់តែមនុស្សទាំងអស់នោះជាធម្មបាលមានរូបដែរជាធម្មបាលបុគ្គលជាធម្មបាលគ្រួសារជាធម្មបាលសហគមន៍អានឹងបានធ្វើឲ្យសហគមន៍នោះរីកចម្រើនបានធ្វើឲ្យសហគមន៍នោះមានវឌ្ឍនភាពល្អជាងនឹងផងដែរនៅចំណុចមួយទៀតយើងមើលទៅលើគោលបំណងនៃការរៀបចំបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលដូនតាយើងបង្កើតពីព្រោះរឿងរ៉ាវដែលខ្ញុំកណាខ្ញុំបាទធ្វើការកត់សម្គាល់អំបញ្ញមិញវាពាក់ព័ន្ធនឹងបង្កើតនូវសេរីអញ្ចឹងគោលបំណងនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរហ្នឹងគឺដើម្បីអីដើម្បីឲ្យមនុស្សខ្មែរហ្នឹងមានពេលឈប់សម្រាកពីការងារដើម្បីបង្កើតសេរីតិចទៀតយើងនិយាយថាអ្វីទៅជាសេរីមានន័យថាដូចម៉េចជាមួយនឹងការសប្បាយរីករាយតាមរយៈនៃការបណ្ដុះនៅវប្បធម៌កតញ្ញូជាមួយនឹងការលេងល្បែងវិជ្ជាប្រៃហើយល្បែងវិជ្ជាប្រៃនឹងទៀតសោតវាជាល្បែងមួយដែលមិនបង្កឲ្យមានភយន្តរាយដល់អ្នកលេងទេវាខុសអំពីល្បែងអបាយមុខដែលប្រពុតទ្រង់ហាមណាអញ្ចឹងយើងមកមើលពាក្យថាសេរីសេរីហ្នឹងគឺមានន័យថាសួស្តីមានន័យថាជាមង្គលមានន័យថាជាសេចក្តីចម្រើនជាបុណ្យណាអញ្ចឹងដើម្បីឲ្យកើតបុណ្យកើតមង្គលមានសេរីរបស់ទាំងអស់ហ្នឹងវាមិនមែនកើតឯងទេវាកើតតាមរយៈនៃការអនុវត្តហើយអនុវត្តត្រូវដូចជានៅក្នុងមង្គលសូត្ររបស់ព្រះពុទ្ធជាម្ចាស់ដែលព្រះអង្គទ្រង់ប្រកាសសម្ដែងមិនយើងដឹងថាសេរីប្រែថាមង្គលដែរអញ្ចឹងដើម្បីឲ្យមានមង្គលដើម្បីមានសេរីទាល់តែយើងអនុវត្តទៅតាមមាតិកានៃមង្គលសូត្រទាំង38ប្រការដែលហើយទៅសំបីតែមួយនៅក្នុងចំណោម38ហ្នឹងក៏នាំឲ្យយើងមានសេរីដែរមានសេរីដែរឬក៏ហៅថាឲ្យយើងមានមង្គលដែរឥឡូវយើងងាកមកមើលរឿងសេរីនៅក្នុងរឿងចូលឆ្នាំរបស់យើងដែលយើងដឹងថាសេរី3ប្រការដែលជាចំណោទបញ្ហាកម្មរវាងកបិលមហាព្រហ្មនិងធម្មបាលមានុបអញ្ចឹងចំណោទសួរហ្នឹងបន្ទាប់ពីភាពល្បីល្បាញរបស់ធម្មបាលមានុបថាជាអ្នកមានបញ្ញាឆ្លៀសវៃជាបុគ្គលឆ្នើមជាអ្នកគោរពបដិបត្តិល្អទាំងប្រទេសបញ្ញត្តិទាំងប្រពៃណីទំនៀមទម្លាប់មកល្អក៏វាល្បីសុសសាយទេក៏បានលឺដំណឹងទៅដល់កបិលមហាព្រហ្មក៏សាកល្បងនៅប្រស្នាហ្នឹងអញ្ចឹងគឺប្រស្នាសួរសេរី3ប្រការថាមានន័យមានខ្លឹមសារដូចម៉េចហើយមានសកម្មភាពដូចម៉េចសម្រាប់ខ្ញុំកណាចម្បាទធ្វើការកត់សម្គាល់ថាសេរី3ប្រការនឹងអត់ឆ្ងាយអំពីរឿងកុសលកម្មបត្តិទាំង3ហ្នឹងទេអត់ឆ្ងាយទេទាំង3ហ្នឹងគឺអាចយើងរាប់ថាកាយកម្ម3វិច័យកម្ម4និងមនោកម្ម3នឹងឯងហ្នឹងអានឹងសម្រាប់ខ្ញុំកណាចម្បាទគឺធ្វើការកត់សម្គាល់អញ្ចឹង